បាទសួស្តីបងប្អូនទាំងអស់គ្នាជាការពិតណាស់នៅក្នុងវិស័យតោងបាញ់ថ្នាំខ្យល់វាជារឿងដ៏សំខាន់ក្នុងការផលិតនៅទឹកថ្នាំដែលល្អអញ្ចឹងហើយបងប្អូនតែងតែស្គាល់នៅម៉ាស៊ីនខ្យល់តូចៗជាច្រើនដែលចម្រោះអត់មិនបានល្អអញ្ចឹងថ្ងៃនេះដែរខាងខ្ញុំមានម៉ាស៊ីនប្រភេទចម្រោះខ្យល់ដែលជាកម្រិតស្តង់ដារអន្តរជាតិចែកជូនបងប្អូនទស្សនាប្រសិនបើនៅក្នុងប្រព័ន្ធខ្យល់យើងមានបញ្ហាធ្វើឲ្យការបាញ់ថ្នាំរបស់យើងមានបញ្ហាដូចគ្នាអញ្ចឹងហើយនៅក្នុងខ្យល់បងប្អូនតែងតែដឹងហើយថានៅក្នុងខ្យល់វាមានជាតិទឹកជាតិប្រេងដែលចេញពីប្រព័ន្ធកុំព្យូទ័រកតិកទីផ្សេងៗដែលធ្វើឲ្យដំណើរការនៃការបាញ់ថ្នាំមានបញ្ហាឬក៏ទឹកថ្នាំដែលយើងប្រើហ្នឹងគឺអត់បានយូរដូច្នេះហើយសូមបងប្អូនអញ្ជើញកលេចមកមើលប្រព័ន្ធចម្រោះខ្យល់របស់មជ្ឈមណ្ឌល Body Shop របស់យើងខ្ញុំវិញម្ដងជាទូទៅខ្យល់ត្រូវបានបញ្ជូនចូលទៅក្នុងធុងសុកខ្យល់ហើយខ្យល់ទាំងអស់នោះគឺមិនអាចយកទៅប្រើប្រាស់បានទេដោយសារនៅក្នុងខ្យល់គឺតែងតែមានជាតិទឹកជាតិប្រេងឬក៏កតិកទីផ្សេងៗអញ្ចឹងហើយគឺត្រូវបានបញ្ជូនទៅក្នុងតម្រងទី1ដែលតម្រងទី1ហ្នឹងគឺមានកម្រិតច្រោះរហូតដល់3មីក្រូនដើម្បីធ្វើឲ្យខ្យល់ហ្នឹងកាន់តែស្ងួតល្អគឺត្រូវបានបញ្ជូនទៅកាន់ dryer ដែលគេហៅថាប្រព័ន្ធចម្រោះឬក៏សម្ងួតខ្យល់បន្ទាប់ពីយើងបានសម្ងួតខ្យល់ក្នុងលក្ខខណ្ឌដំបូងហើយគឺយើងត្រូវបានបញ្ជូនបន្តទៅកាន់តម្រងទី2ដែលជាតម្រងដែលមានកម្រិតច្រោះរហូតដល់1មីក្រូនដើម្បីឲ្យកាន់តែស្អាតបន្ថែមទៀតគឺយើងត្រូវបានបញ្ជូនទៅកាន់តម្រងទី3ដែលមានកម្រិតច្រោះរហូតដល់ 0.01 មីក្រូនហើយខ្យល់ទាំងអស់នេះគឺមានសុវត្ថិភាពក្នុងការប្រើប្រាស់យ៉ាងណាក៏ដោយប្រព័ន្ធខ្យល់គឺនៅតែរឿងដែលសំខាន់ក្នុងការផលិតនៅទឹកថ្នាំដែលល្អមានគុណភាពជូនអតិថិជនដូច្នេះហើយប្រសិនបើបងប្អូនចង់បានទឹកថ្នាំដូចស៊ីនចេញពីកញ្ចក់បងប្អូនអាចតាក់ទងមកកាន់មជ្ឈមណ្ឌល Body Shop យើងខ្ញុំឬក៏តាក់ទងតាមរយៈលេខនៅលើអេក្រង់សូមអរគុណ HGB Group Enriching Experience